រីករាយអ្នកមកសាកាថ្វាយបង្គំនៃខ្ញុំមានដល់ព្រះដ៏មានព្រះភិយអង្គដូព្រះអង្គជាព្រះអរហន្តញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូប្រដៅព្រះអង្គឡើយសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរតដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពសកាលទាំងពួងនមស្ការចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលបានស្ដាប់ឮធម្មទេសនាវេលាឱកាសនេះដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងខ្ពស់ខ្ពស់ពីខ្ញុំព្រះករុណាធ្វើសេចក្តីរាប់អានចំពោះអវសោអ្នកដែលមានអាយុគ្រប់ព្រះអង្គគង់ស្ដាប់ធម៌ពេលនេះចម្រើនពរចំពោះពុទ្ធបរិស័ទជាអិសរាធិបតីសម័យម្ចាស់បុណ្យព្រមទាំងពុទ្ធបរិស័ទទាំងអស់នៅនឹងមូលដ្ឋាននៃភូមិសីហាឃុំចំបក់ស្រុកបាទីខេត្តតាកែវដែលថ្ងៃនេះម្ចាស់បុណ្យក៏មាននាមពុជទូចក៏បានមុនមតិគ្នាធ្វើសង្កទានទិសកសលជូនដល់លោកតាអ៊ុចយាយគង់លោកយាយវងណុយលោកតាអឿនលោកយាយម៉ាច់តសឿនពូសឿនបងសួរបងអូនណាវីបងកូនសច្ចាម៉ែអិតព្រមទាំងញាតិទាំងបើសន្តានកម្មវិធីនេះប្រពធ្វើនៅថ្ងៃអាទិត្យ6កើតហ្នឹងត្រូវទេ6កើតខែមិញឆ្នាំចពុទ្ធសករាជ2562ត្រឹមថ្ងៃទី10ខែកុម្ភៈឆ្នាំ2019អាភិបទទួលភារៈជាធម្មកថាសម្ដែងធម៌ទេសនាដើម្បីចែកប្រកេនជូនជាធម្មទានសម្រាប់ពុទ្ធបរិស័ទអ្នកចង់ស្ដាប់ធម៌ដោយសារញោមម្ចាស់បុណ្យនឹងបានទេទៅអាត្មាចង់និមន្តទេសនាប៉ុន្តែអត់មានបុណ្យធំដុំអីទេហើយអាត្មាក៏ប្រាប់គាត់វិញថាបើចង់ស្ដាប់ធម៌មិនបាច់ធ្វើបុណ្យក៏បានដែរក៏ឲ្យតែមានគ្នាលើក10នាក់មកទេបើក្រុម10នាក់ពិបាកទេវាសក់ក្រោះហ្នឹងហ្នឹងនិយាយមែនទេណាបើដូចថា10នាក់ក្រុមចុះមកដូចថារៀងល្វើហើយអាត្មាថាបើលើក10នាក់ទៅទេហើយសួរតែដាក់បុណ្យអីបាច់ដាក់បុណ្យទេដាក់បុណ្យទេសនាអញ្ចឹងឥឡូវវាលើក10នាក់ហើយខ្ញុំដូចច្រើនហ្នឹងគួរសមមែនទេខ្ញុំគួរសមហ្នឹងអញ្ចឹងកាលណាលើក10នាក់ហើយអាត្មាទេមិនបាច់ធ្វើបុណ្យទេអញ្ចឹងថ្ងៃនេះអត់មានបុណ្យអីទេបុណ្យលោកទេហើយអញ្ចឹងក៏ឆ្លៀតថាសង្កទានហ្នឹងទៅណាញោមសង្កទានប្រែថាធ្វើទានជាមួយព្រះសង្ឃលើកឯងញោមលើកឯងញោមសង្កទានប្រែថាអីមិញធ្វើទានជាមួយព្រះសង្ឃសង្កទានអញ្ចឹងណាកុំគិតថាតលតាបុណ្យហ្នឹងបើធំណាបានមុនលោកទេបាននោះសម័យព្រះក្តីញាតិញោមស្ដាប់រឿងរ៉ាវដែលអាត្មាធ្លាប់ទេសនាឲ្យញោមស្ដាប់រឿងសាវកសាវិកាបាសកបាសិកាអីរឿងរ៉ាវច្រើនណាស់ញោមអត់មានបុណ្យទេដែលព្រះអង្គទៅទេសនាអត់មានបុណ្យទេសំគួរដល់ធម្មទេសនាគឺលើកធម៌សម្ដែងតែម្ដងណាញោមសំគួរដល់ធម្មទេសនាអត់ចាំបាច់មានបុណ្យទេតែស្រុកយើងចេះតែប្រកាន់ទាល់តែបុណ្យនឹងវាហឹកហាក់ធំដុំទៅមុនលោកធំដុំដែរតាមពិតធ្វើអញ្ចឹងខូចលោកវិញទៅខូចលោកមិនមែនខូចញោមទេខូចលោកចាប់ដើមធ្វើបុណ្យចាប់ដើមរកលោកណាល្បីបុណ្យយើងដូចគួរសមដែរតើយកលោករៀងល្បីអីធំដុំអីចឹងណាវាសមបុណ្យអីវាគួរសមដែរហើយបើយកលោកកប៉ិកកប៉ុកវាមិនសូវសមយូរទៅឲ្យតម្លៃទៅលោកល្បីនោះវាគួរសមពេកខូចលោកអស់ខូចមែនទេញោមខូចតែខូចលោកហ្នឹងអានខ្លួនមកដោយព្រោះអញអ្នកល្បីអញអ្នកគួរសមចឹងបុណ្យតូចៗអញអត់ទៅចាំមើលអ្នកគួរសមបានទៅខូចអស់ខូចដល់ញោមទៀតបុណ្យតូចមិនហ៊ានបុណ្យលោកគួរសមហ្នឹងមកទេស៊ីថ្លៃហ៎ញោមចឹងទៅញោមទៅជាលែងហ៊ានទៅទីចាត់ថាលោកនេះគួរសមលោកនេះល្បីលោកនេះធំដុំអីវាខុសពីពុទ្ធព្រះអង្គសម្ដែងធម៌មិនដែលចាត់ចែងចឹងផងណាឲ្យតែពុទ្ធបរិស័ទចង់ស្ដាប់ធម៌ឥឡូវញោមចឹងដែរមិនបាច់ភ័យរឿងមនីប៉ាឡោនឹងស៊ីថ្លៃទេមិនបាច់ភ័យទេហើយកុំលឺតាមមាត់គេដូចអាធ្លាប់លឺអញ្ចឹងសិតតែលឺតាមមាត់គ្នាទេតាមពិតនោះលឺគេថានិគុណស៊ីថ្លៃនិគុណអាមិនដែរស៊ីដូច account ទេមិនដែរទេហើយមិនដែរrằng តើបុណ្យធំបានបុណ្យបានអត់ទេឥឡូវញោមចង់និមន្តទេមកលោកសិនបើលោកតនេអូខេហើយបើឲ្យលោកដាក់ឲ្យហ្មងស្រួលហ្មងបាច់ធ្វើបុណ្យទេ
បាច់ធ្វើបនđâyធំដាក់ហើយគឺសំរុំទៅក្នុងមនុស្សលើ10នាក់ទេហ่ะព្រោះគេខ្ញុំដូចខ្ញុំចេញទៅវត្តប្រាសាទនាងខ្មៅអញ្ចឹងណាតែទៅហើយមួយឡានលើជាង10នាក់អីមុនទេលើសាលាហ្នឹងហ្មងហើយតែចង់ស្ដាប់ព្រោះអាជីពអាត្មាអាជីពអ្នកទេតាមែនអាជីពអ្នកលើករាសីណាហើយមិនមែនអាជីពធ្វើខ្សែយ័ន្តកថាណាអាជីពអាជីពអ្នកទេហើយទៅបើទៅលេងអត់ទេផងទៅទៅមិនមែនទេខ្ញុំមែនទេញោមសីហាហ្នឹងបងកាកដាណាឯបងកាកដាហើយបានមិនកាកដាសីហាអញ្ចឹងកាកដាបងអាត្មាទេណាឥឡូវវិលមកវិញបនយើងញោមសង្ឃទានដាក់ឈ្មោះថាសង្ឃទាននិមន្តប្រសង់មក2ព្រះអង្គ3ទាំងលោកទេសនាហើយលោកអាចារ្យក៏មកទេសនាអាចារ្យមកវិញមិនមកទេសទេអាត្មាមកទេសង្ឃទានកាត់ចេញជា2បទញោមសង្ឃមួយបទទានមួយបទញោមអើយញោមមិញកាត់ទៅជាប្រហែលបទ2សង្ឃទានមិញ2បទសង្ឃមួយបទទានមួយបទអាហ្នឹងបល័យគេនិយាយបទចឹងមិនមែនចម្រៀងទេចម្រៀងបទចម្រៀងអានេះបល័យគេនិយាយបទចឹងសង្ឃមួយបទទានមួយបទដូចម្ដេចគេហៅសង្ឃសងជើងខសង្ឃមួយទៀតសងបតកសង្ឃតែអាហ្នឹងសង្ឃផ្ទះណាញោមណាសង្ឃស្ពានសង្ឃផ្លូវអាហ្នឹងសងបតកតសងជើងខបល័យសង្ឃៈណែគេថាអញ្ចឹងញោមសង្ឃៈញោមខ្ញុំទៅថាតាមលោកសង្ឃៈហ្នឹងហើយដែលលឺខ្ញុំថាដែលលឺលោកសូត្រសង្ឃៈសរណង្កិច្ឆាមិរៀងសង្ឃៈអញ្ចឹងអានោះវាត្រូវតែយើងខ្ជិលមកកហៈកុហកអីតាសង្ឃៈមកអញ្ចឹងក៏ត្រូវដែរទៅតាមដំណើរហ្មងមែនទេញោមហ្នឹងហើយមកពុទ្ធហាំងបល័យណាញោមវាមានជើងតម្រួតនោះហ្នឹងតែពេលយើងដាក់បាច់ទៅកហៈកុហកអីទេពុទ្ធហាំងហ្មងធាំងយកមកអញ្ចឹងប៉ុន្តែឥឡូវយើងមើលសង្ឃៈនេះសង្ឃៈប្រែមកថាពួកប្រែមកថាក្រុមប្រែមកថាទាំងវងតែវងដូចគោពេកតែប្រែអញ្ចឹងពួកក្រុមវងតើហ្នឹងហៅថាសង្ឃៈណាញោមប្រែអញ្ចឹងសងបតកអត់ប្រែភាសាខ្មែរសង្ឃផ្ទះសង្ឃស្អីហ្នឹងប៉ុន្តែបើសងជើងខប្រែបានសង្ឃប្រែមកថាពួកក្រុមទាំងវងដូចគ្នានេះដូចគ្នាអញ្ចឹងតែយំថាព្រះសង្ឃលោកនិមន្តមកហើយញោមអើយញោមព្រះសង្ឃលោកមុនមកហើយអញ្ចឹងបានន័យថាឲ្យថាព្រះសង្ឃលោកមុនមកហើយមិនមែនលោកវត្តណាទេសិតតែសង្ឃអស់តែបើដល់លោកកាកដាមកហើយអាហ្នឹងបែបភាសានាងខ្មៅហើយមែនទេញោមណាភាសានាងខ្មៅលោកកាកដាមកហើយវើយរៀបចំកន្លែងទេវើយមកហើយហ្នឹងប្រកាសជាលោកភាសានាងខ្មៅតែបើថាព្រះសង្ឃមកហើយព្រះសង្ឃមុនមកហើយក្រោកឈរព្រះសង្ឃមកនេះប្រកាសជាសាវករបស់ពុទ្ធទាំងអស់គ្រប់កន្លែងដែលយើងថាអញ្ចឹងណាញោមណាយល់ទេលោកយាយយល់ទេគេនេះឲ្យតែយល់ស្រួលទេណាចឹងបើយើងថាប្រសង់មុនមកចឹងបានន័យថាលោកនេនក៏តែសង្ឃលោកផឹកក៏តែសង្ឃលោកតូចក៏តែសង្ឃលោកធំក៏តែសង្ឃហើយដល់លោកគ្រូសក្តិមកហើយនឹងប្រកាសជាមានវត្តណាហើយមិនមែនសង្ឃទេណាញោមណាប្រកាសជាថាបុគ្គលណាមួយហើយព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គមិនដែលសរសើរបុគ្គលនឹងបានបំច្រើនទេនឹងសូមបញ្ជាក់ប្រាប់ញោមមកហើយឲ្យច្បាស់ថ្ងៃហ្នឹងណាញោមរៀងហត់បន្តិចហើយរឿងកណាននោះវាខុសពីលោកគេផ្សេងចេះតែហៅញោមទៅឲ្យអារម្មណ៍នោះវាជាប់មួយលោកទេកុំឲ្យមុខកញ្ញើទាំងព្រឹកនោះវាអត់រាសីបើសិនជាយើងប្រើពាក្យថាបុគ្គលអានិសង្ឃហ្នឹងវាបានតិចតែបើប្រើពាក្យថាសង្ឃបានបុណ្យហ្នឹងច្រើនឃើញទេញោមឥឡូវដល់បទទី2បទថាទានម្ដងទានមិនសង្ឃមិនប្រែថាម៉េចប្រែថាពួកក្រុមទាំងវងណែអញ្ចឹងឃើញឆាប់ចាំឆាប់យល់ហើយឥឡូវទៀនម្ដងទៀនតដាក់ស្រាដាក់ណទៀនអ្នកចុះទៀនដុតគេស្អីមិនទៀនដុតតដាក់ស្រអ៊ីហើយណទៀនអាហ្នឹងទៀនអាហ្នឹងទៀនដុតដល់នេះតែនអ្នកខៃខ្លះថាតែននេះតែនខ្ញុំតែនតស្រាដាក់ណទៀនអ្នកមកបាច់បើកអេកូឲ្យបើកស្ងួតទៅមកបាទដែរបើកអេកូឲ្យដូចថាយើងដូចវហត់តាមសំឡេងអញ្ចឹងដល់ពេលទៀននេះទៀនអ្នកប្រែថាម៉េចឲ្យប្រគេនថ្វាយជូនអីទៀតឲ្យប្រគេនថ្វាយជូនដូចអស់ហើយបើដោយសារស្រុកយើងវាមានឋានៈខុសគ្នាឋានៈស្ដេចទៅប្រើរាជស័ព្ទអញ្ចឹងទៅបើប្រសង់ទៅប្រើសង្ឃស័ព្ទអញ្ចឹងទៅហើយបើប្រសក់ធម្មតាប្រើធម្មតាស័ព្ទធម្មតាអញ្ចឹងទៅហើយបើមានអ្នកទៀបជាងយើងប្រើពាក្យតាមទៀបជាងយើងទៀតទៅអញ្ចឹងបានន័យថាបើពាក្យថាទៀនប្រែថាឲ្យបើយកមកបញ្ចូលជាមួយសង្ឃទានប្រែថាធ្វើទានជាមួយប្រសង់
thấy nhỉ thứ hai ta pro kèm tiên chỉ mỗi bờ săng từ ấy khăn này năng này từ mỗi bờ săng này năng từ ấy khăn chẳng này năng thôi chỉ mỗi bờ săng này đấy nhôm đó nhìn thấy không nhìn thấy không thằng đâu từ đây từ đấy thôi tiên thì mỗi bờ săng ấy khăn nó bờ săng chứ bờ săng thử ca từ tua ấy khăn để ai thử từ tua vô bàn để ai từ tua vô bán có ông bay tranh được không tiên men mập thây để ai từ tua bàn tiên không bị nấy buồn tiên không có sốt độc tiên nào bị thom của mùi để ai từ tua vô bàn cái đó bị năng từ tua lệ tiên không bị nấy buồn tiên môi chơi và tiên sẽ bằng người vợ từ tua bàn đấy nó khả nó từ tua bàn đấy bàn bạn là bàn tiên chẳng hạn bạn là bàn lột từ tua bàn đấy bàn xây na sẵn tiên đôi lời coi lời kẻ lời tóc lời xây năng từ tua bàn đấy bàn vì liên là phê sẽ trẻ tiến năng sẵn cây cài rộp xây lột từ tua vô bàn đấy bàn sở đọc tận buồn đấy hà tật tiên không phê vì này chẳng nhiều này thôi chỉ mới vào sang bàn phải nhớ nhận được tiên không có sâu niệm đọc năng tàn năng vật thang nhiệt năng miền liệt con đã bị lệ và nắng sai và sẽ thắng tận tim phải giáng tiên là vật thổi mét tẹt sạch đọc tân đang phải thằng mạch sập lấy sột ấp đang thằng mạch nhưng mà đang đây này ấp đang rồi lốp đang vừa ăn ta sốt chắc đang này bài tật nôm nè kêu liệp kêu đây ti sầm nặng say ấy chẳng mất nè kêu tập tiếp cứ chừng kim tôm ấy chẳng mất lộ xa sốt nó anh nắng tàn năng vật thằng nhiệt năng nắng cứ bài tật sầm phốt diên chừng đi ca cầm rong kêu bờ ô kêu liệp tì đây ti sầm nặng say kêu bờ tim nè kêu bờ tim nó còn bờ kênh ban đấy na nhổm chơi cái đầm pool tam boa đấy hay khơi cái hai tiên phải bèo xa bờ kênh lâu cái nó sẽ tiên nó bờ sâu đấy na nhổm nhìn thấy không chắc kêu liệp mày tao để con vô lê bờ kênh lâu mẹ tham mẹ tê kêu liệp nông nô sớm mai bị đau chết nhổm sớm mai bị đau ba bờ song lục tập cung nó không prey na tao bờ sọt tập prey á na nhổm anh dễ bị mu na sạt là xe là bước sạt em xem bộ cả ở đây bộ nẹt miền sẽ thiên đó cái thôi chỉ prey liệp nhổm vô tao liệp bay lốp còn nói là sạt nó khăm chẳng này nhổm hay là chân tới về liệp đó cà pia bao mục xem chẳng nó bạn là kêu liệp ở đó mẹ lê đấy phải cho liệp cái lốp liệp ở so cái đó được mau phết anh liệp đặt nam chia ba chẳng ngư chẳng nó nhổ cà pia chẳng á bàn lúc đi hai là bị con on năng làm môn pan năng này cái hai môn xây cái nó môn từ bộ đó môn từ bộ hay bằng mặt chia ba tiêu có pong đúng không pong từ đó te bo để sát na ấp hiên trôi từ chết lốp nó khai môn được thúc bốc dương anh đặt lốp nó hẳn nặng đang thơm mấy liệp đặt nam ấy ai chia ba môn đang bán sầm đáp chặt tốt tha chỉ nam liệp sầm đáp chia ba mônเลยnhổแต่ภาษาโกนยังบัวใครโกนสบายขม้าเล่เลี้ยบอันนั้นหัวเล่วัดเคยเชียร์บาเลยซ้อนะโยมเนาะมาได้บ้านเลี้ยบเลี้ยบไอ้เก็บก็ดูขวัญมือđể đãสบายnhư nàyโยมไอ้มนมปะเฮาmàโยมปะเฮาเนาะได้บ้านสกอมสาวcáiก็ดูขวัญไอ้หมายนั่นปะเฮามนไปตุ๊บดอกไปพุดม้องให้เราปะเฮายังตั้งบ้านได้ก็ได้แต่ตอนนี้ไอ้เธอบานหรือไอ้เนี่ยโยมไอ้เธอบานcho tiền ở mấy để hai là thơ mình bán chỉ môi bờ song nốt tiền ở mấy tí mỗi mạch chỗ tiền mạch chợ tiền là mạch chỗ ấy mò mạch chợ tiền cương sờ bằng mà ai tới bậc lộc bàn tỷนั่นโยมนะthôi tiền là nó mặt bànประหยัดใหญ่ตีมันaiบậcลบbàn tỷยี่รวมtới không pi mà pay tiềnนี่มันai bậcบะซ้ำbàn tỷนั่นโยมนะchẳng tiền càng buôn không phải hình đấy tiền càng đọc không có số tiền càng của muối không bị thoam cái lộc bạc bậc tây làm thà bị thoam nó dơ vùng sâu vô đôi chỉ rúp bậc tiền nó rúp ở tới chỉ tiền rúp nó bên rúp bọt miền rúp nặng nơi trang phải hê trang con đấy chẳng nó nhổm nè mà đôi chỉ sạch tẹt tiền sầm lên chỉ tiền không cho rôm sập sai và thô tam bật trụ bật lư trai rót ao sầm lên nó lư đó té cũng tập bò để sạch ao thảy phơi thảy tới với mà sân nó vừa rót đó là bên mà sân nó vừa rót sầm lên nó với chỗ đó té nhôm đâu xài ha ôn bao cả đà nâng là nhôm đó khơi sầm lên và lư trai rót chỗ mà đó té nhôm đấy chỗ nó khơi bị chỗ là hay là bà bị chỗ để xa mà sân sai nó vừa rót tới để xa ấy bà vừa rót từ miền phơi chứ mấy bà miền phơi lôi cái bà bị chỗ nó nâng là nhôm đó cái này nhôm trôi chỉ phải chạy tới sầm hẹp sai thôi nó đầm bay ơi phơi nó vừa rót trôi nó đầm bay nó vừa sân nó vừa rót tới vừa tham một pop sai vặt với chỗ đó ông tay lớn tới ông tay nóแบบsai tám té nhiệt nhôm thấy nhôm anh ấy đặt sạch té tiền ao sầm lên chỉ tiền ai ao sầm lên chỉ tiền nó bây giờ gì tao ven ngay nè đưa chỉ thò mà tiền chẳng sắp tới tiền năng thò mà tiền năng chỉ niệm tết thò mà tiền cho nên tiền chẳng buông thế cho nên tiền chẳng buông anh bật mai gì chắc là lột mà phải trôi thế hướng tất kinh chẳng tại tiền đang của môi nắng men sạch tới tiền men ao ruột chỉ tiền ao sầm lên chỉ tiền ao khăn chỉ tiền ao ruột chỉ tiền ao ca passport chỉ tiền ao thò mê ra mà nạp tiền rắm ra chỉ thó chỉ tiền năng tiền cha nó nhổ tại này dương tại ông này sở đọc trôi khi bao ngày này mình tiền năng tiền phí sang thẻ tiền nhìn thấy không ấy sang thẻ tiền đấy phải là mấy thưa tiền thì môi vào sang thẻ mấy phải là búa cấm vông rồi cô món là vông món tiền nè mấy phải là mấy
ai bậc kem chun chẳng tặng này thôi chỉ mới bớt sáng thôi ban không tiền mà phải giang đây là thà ban là điệp bớt chun nhung chắc xua thả hay ấy ban phục vụ xa xong cái tiền ban phò cho đang chiên pa để bọc lấy tiền hay đây hay mình trong cái phần nó phục vụ để cá của ông sầm này thế là xong cái tiền đấy ai chui trâu trống sasna ở group tam quan phải xa bàn pa để bọc lấy tiền ở group lại nhung mới nhìn nhung xua nhung mày xua là trái ấy mấy ban trẻ thay chỉ môi sang mấy group tam quan cho bậc cung mình mấy có ót miền hải phục vụ sầm này nè nhung nè chẳng à mà phải chạy chun nhôm mà clay tết đường rào nít về cái miền trung quốc mà đại minh bảo ông tay mà đo nhôm cứ niên cái chia bật tết câu tầm mây niên đăng cảnh phôn xây và cái bằng niên xây mà hai mươi gì nó nhìn nhôm miền trăm mấy cả năng đó mang lọp tê cả năng đó niên xây mà hai mươi gì đăng cảnh bong và cái bằng niên câu tầm mây nó chẳng đấy ở đấy này có ót tới cho này niên đăng mình sao mà đá xây đi chữ vong sầm mây nó là nơi sạc cát nâng cao được vậy tê mà ta nó có đắng cả bao lâu vật thụ nó có pin này mỗi vong ba sạc cát mỗi vong bó cao được vậy vong bạc sạc cát cứ và ba sợi đấy sẽ thô tận nẹt nhung hàng vong bảy đá hàng cả bao lâu vật thụ bổ đây rồi vong bạc cao được vậy hàng tê và ta cứ vong là ba niếng sợi đấy mà hai bị gì à nhìn không tay ta là pê hàng sạc cát đi từ sợi đấy từ đắng phe được gì sợi may nó bà tham sợi nó men bom ôn sợi pin á rồi thôi chia mà hai xây tập pin nè nằng ạt tao về thì họ là má sẽ đánh nếu thì họ đấy này cô này ông đấy sẽ đánh ấy và thì họ bảo nhiều thì họ luôn rồi cô thì tất thì họ lắm nhận này thì họ má sẽ đánh và má sẽ đây là đăng nhôm á nhôm dây này thì họ má sẽ đây là đăng này đăng điểm chắc chân món được mọi người tha rồi nhóm con sẽ đánh hay nhóm bên bao con sấy pin nè bên con sấy nhóm môi tiền trắng và má sẽ đây là đăng nhóm con sấy tầng pin này nó tại chia mà hai xây má tầng này thì họ đấy nó nhóm chị mà hai xây tầng mình men vô tại nhóm mà đẹp thì đặt màu đây màu tầng pin nè số đó nó mày đấy nhổ ố rồi đánh mỗi bàn pin chân màu tầng pi nó ngồi đi bảo bị say một cung đây được có cả ba là vật thô bờ này đây là pe mà đau được có cả ba là vật thô bờ đấy bong sau đấy sẽ đem hai mình giết rồi tăng niêm chia à kẹo mà hai say bóc về đi chia đây là pe phải chia phải tay cô tao mấy chia à kẹo hai say đấy bàn tay chia pẹt cái nị nhìn ông vô pẹt cái nị đấy pẹt cái nị tay tập ôn sau đây vô lại nào vô lại bàn tay xua lại che bạch chan đấy thằng bảo ót của bong hình ôn đã nhôm đó chẳng chạy tận nơi chẳng từ Pren điên sợi mà hai mươi gì ban tăng co láng cứ Pren bảo đóng pô đi sát dương năng té và sốt nó ban tay bồng bơ ngày tê tới Pren điên sợi mà hai mươi gì sao Pren bị la lầy nó ban đẹp slap có slap từ Pren bảo đóng pô đi sát tới slap mà lớn mà đại minh vào ông cứ Pren điên phải chia bật tết câu tầm mấy nè mờ thải mình nhìn ông đại chess mode bật xây nó bật xây à ấy nhà bật thòng bom từ ấy na đây nó mà chả ôn ơi vậy này một thằng đang chặt là bố nói mà đảm bảo được làm ở trái này họ bảo chắc mạnh sâu đấy chứ mà ta sâu đó lại đánh micro cái đâm ôn này mới bật ỏi phỏng chẳng hết đó là bây giờ pin bên sợi mà hai mươi giết tới bên em câu tầm mấy sợi ôn ơi nó này đó là bây quan nó mơ thái bây giờ thoát nắng tăng phi ở giúp bánของ เปิด ngày màu mơ thái đôi mà đai chắc này nhổ mình trong tay phần nó quạt miên côn và cao chỉ môi năm 3 sợi đấy thôi tận nét không tây bạc quạt nó miên tiệt về hắn nó đang đen rụp bản tia pi nẹt tiết này nhổ ta đợi con quạt và cái miếng man mơ nãy mày đo chui mơ hai cái quan mà mơ con bom này từ bên cứ bé sự thoạt dương năng nhổ để nôn cái đây rụp bản tia cái đấy chạy mày đo chui mơ này cái một thái bé sự thoạt thử việc khôi này từ bên tay sờ lánh chọn lựa con luôn này phò cởi nhá nhổ nặng nòm thái rồi hô đào cày máu bé và đóng pô để sạt dương đó này và ông trên tờ sang bạc chia cày máu ta đang chia một phút năng vậy clay chẳng bao nhôm na thưa xong cái tiên chẳng một tên phải hơi vậy clay chẳng thưa xong cái tiên chẳng tên phải hơi đây là pe tranh được bô lư tầm năng này lư tầm năng ta pe sama san phút ta đang chia một phút o nụ o mà ha o cồn ảnh thế hiểu không cồn ảnh bàn ta đang chia một phút sờ lạnh nè bình chật nè tay mình đai bàn chụp nhôm tăng tranh được bô mà hốt ta đang chia một phút mới đai bàn chụp về nè ọt phong rồi ông trồng giếng móc cắn không cả bao lâu vào thô vào đấy kia đầm bông sạt tiền pí nằm kia sạ ca kia xong vọt môi nhổ sạt tiền pí là có đấy đang là cô miền đá là cô bầy đà xong ngay là cô nắng nơi tận đấy không protein này bảo là cô tiền pí nằm sạ ca kia to sang vọt mũi một thằng vọt microtherium thì nó flap lưng đấy flap lưng vọt microtherium đấy ở đây lưới đó nhông thằng này mấy một chu bên đường ấy nhông này cả tổ đường ấy rồi và hai chưa mình sơn sờ bãi chết đó mình ai tê bà can ai dương mình sơn sờ bãi chết dương pe làm quy nó dương phơi chết oi bị xa tới không ai mình sơn sờ bãi mình đông plơ đi sân này upload cạnh này chẳng pe vô chọc hỏi tụi vô upload cạnh nó được tiêu mình
ណាញោមណាហើយអាពេលហ្នឹងមិនបាច់ទេមិនបាច់កើតទុកអីទៀតទេចាំចប់ចាំកើតទុកទៀតដើម្បីអាពេលអត់កើតទុកនេះបានបុណ្យមកកណៈណាញោមណាអញ្ចឹងបាទអាត្មាប្រាប់យាយទៅដល់វត្តហ្នឹងថាញោមមកបើញោមខឹងរឿងកូនរឿងចៅរឿងជ្រូករឿងទៅទាលុយគេអត់សងរឿងជពាក់លុយគេមកទីអីចឹងណារឿងគេអង្គលដីមកដល់ផ្ទះញោមអង្គលដីផ្ទះគេប្តឹងគ្នាណាណៃកូនឆ្លោះគ្នាលែងលះគ្នាអាត្មាជឿថារឿងនេះមានទាំងអស់គ្នាប៉ុន្តែអាហ្នឹងទុកត្រឹមក្រោមទ្វារអាត្មាសិនទៅនេះអាក្រោមទ្វារខាងលិចហ្នឹងទុកឡើងហ្នឹងបើដល់ភ្នែកមិនស្រួលទុកហ្នឹងមាត់ស្រួលទុកហ្នឹងអាចចិត្តអាក្រក់ទុកហ្នឹងចូលមកនេះយកតែរឿងល្អល្អឲ្យសុបាយចិត្តសិនហើយមិនមែនឲ្យទុកមកយកទៅវិញទេពេលទៅវិញយកទៅព្រោះញោមđangយកបាទមិនប្រាប់ក៏ត្រូវយកទៅវិញដល់ពេលចេញពីអាសុបាយចិត្តទៅកើតទុកអត់ដែរមែនទេញោមដល់ហើយទាំងអស់ហ្នឹងណាផុតទុកឥឡូវនេះអត់មានទេមែនទេញោមមើលមកអាត្មាទាំងទឹកមុខទាំងអីទាំងអស់នេះណាអាត្មាមិនមែនរៀនចិត្តសាស្ត្រទេប៉ុន្តែទឹកមុខយើងម្នាក់សើចក៏មកដោយទុកដែរមិនមែនសើចមកដោយសុបាយទេសើចមកដោយទុកទាំងអស់គ្នាដែរទុករឿងកូនទុករឿងប្តីទុករឿងប្រពន្ធទុករឿងសាច់ញាតិទុករឿងទ្រព្យសម្បត្តិទុករឿងរស់ស៊ីនិយាយរស់ស៊ីមកងទទួលទានតែលោកបាត់យុទ្ធទុករឿងរស់ស៊ីរឿងរស់ស៊ីក៏យ៉ាប់រឿងរស់សងក៏យ៉ាប់មែនទេញោមទុកមិនចប់ទេអញ្ចឹងបានន័យថាក្នុងគណៈដែលយើងធ្វើបន់សេចក្តីទុកហ្នឹងមិនត្រូវមានទេណាញោមណាតែកាលណាសេចក្តីទុកហ្នឹងអត់មានបន់ហ្នឹងវាកើតដោយចិត្តគេហៅថាសោមនស្សចិត្តណាញោមណាកើតដោយចិត្តជាបន់ហើយរួចដល់ពីហ្នឹងកើតទុកក៏កើតទុកប៉ុន្តែគណៈពេលមិញនេះបានបន់ហើយតែកុំឆាវឆាវច្រើនពេកក៏លោកក៏ពុកអស់ឆឆណាញោមហ្នឹងហើយអញ្ចឹងខ្ញុំមួយមើលទៅដល់ម៉ាត់ខ្ញុំអញ្ចឹងទៅមែនទេញោមតាមពិតទៅសើចខ្លាំងណាអញខ្ញុំខ្លាំងសប្បាយចិត្តក្នុងគណៈមួយថ្ងៃឲ្យវាមានអាការសប្បាយនឹងខ្លះវាយោងទាំងសុខភាពយោងទាំងសម្រស់លើបើស្មាវាយោងទាំងសម្រស់ទៀតហើយបើសាមុខទៀតកុំថាឡើយគេមកអញខ្ញុំដាក់តែគេមកនិយាយគេមាននិយាយទេបើលេងមុខចឹងហ្មងហើយយាយចាប់ឲ្យស្អាយហូតទេស្អាយទៅខ្ញុំស្អាយបើកុំឲ្យគេអញខ្ញុំសិនទៅចាំពេលយើងត្រឡប់ទៅផ្ទះវិញកើតទុករឿងញោមក៏រឿងចោះមែនទេញោមណាញោមណាឥឡូវដល់រឿងយើងវិញមិនដល់ណាដល់ណាដល់ពេលព្រះអង្គត្រូវយាងចូលទៅក្រុមកបិលវត្ថុដំបងធ្វើវត្តនិក្រូធិរាមណាញោមថ្វាយវត្តហ្នឹងញាតិញោមដែលទៅទីទេមានញោមណាធ្លាប់ទៅទីទេអត់មានទេអត់មានម្នាក់សុទ្ធហ្មងអត់ហ្មងតែទេហ្មងចាំមើលថ្ងៃណាតនេននាំញោមទៅទាំងអស់តែចេញលុយខ្លួនឯងទៅទាំងអស់គ្នាណាសម្បត្តិយន្តហោះចេញលុយខ្លួនឯងវត្តហ្នឹងណាបើនិយាយពីជើងកោសនៃខឿនវត្តហ្នឹងណានៅស្អាតណាស់ញោមគេទៅជើងកោសនិយាយដល់ស្គាល់ជើងកោសអាក្បាច់ជុំវិញវិហារស្មាទៅដល់ហើយមកទៅ2ដង3ដងទៅហើយឡើងទៅលើហ្នឹងហើយក្រោមហ្នឹងដើរប្រតិសិនជុំវិញវិហារហ្នឹងណាញោមអូក្បាច់នៅកញ្ចៅល្អញោមជាង2000ឆ្នាំញោមគិតថានៅស្អាតចេះញោមអូហើយឡើងទៅដល់អាលើឡើងទៅដល់លើហ្នឹងហើយខ្ញុំឈរបែរមកទិសខាងកើតណានិយាយពីខ្យល់ត្រជាក់ដូចស្លោះខ្លាហើយយើងដឹងរឿងរ៉ាវសម័យនោះខ្លះយើងយកមកគិតកាលនោះភិក្ខុសង្ឃគុំនៅណាណាព្រះសម្មាសម្ពុទ្ធគុំនៅណាចិត្តពលានកោតមីមកលេងព្រះដបងនៅកន្លែងណាហេញ៉ាំម្នាក់ឯងណាញឹមសบายចិត្តទេហ្នឹងបានបងនឹងនឹងព្រះដែរតាមែនទេញោមតែត្រឡប់មកវិញវះចង្កេះទៅកើតទុកអានោះវាអញ្ចឹងមានណាដល់សบายរហូតមែនទេញោមហ្នឹងហើយចឹងហើយបានក្នុងគណៈពេលហ្នឹងនាងកោតមីបាយព្រះស្មើនឹងកូនរបស់គាត់ណាញោមសំបីតែព្រះសទ្ធត្ថក៏ព្រះអង្គចាត់ទុកនាងដូចម្ដាយទី2ដែរព្រោះមើលថែតាំងពីអស់ពីតានាងសិរីមហាមាយាបាន7ថ្ងៃមកស្រឡាញ់ណាស្រឡាញ់ដូចគ្នាមិនមែនព្រះអង្គមិនស្រឡាញ់ទេហើយនាងខំដាំកបាស់ញោមស្គាល់កបាស់ទេណាកបាស់ហៅការកបាស់សบายចិត្តណាស់ម៉ែឲ្យមានប្តីនោះដាំកបាស់ថែកបាស់ហើយដល់ផើងមាសញោមដល់ផើងមាសដែលដាំហ្នឹងថែទាំខ្លួនឯងដឹងថាថ្ងៃណាមួយព្រះអាយបុត្ររបស់ខ្ញុំគឺព្រះពុទ្ធនឹងយាងមកនគរនេះហើយខំដាំខំថ្នាក់ខំថ្នមខំថែហើយអីហើយសពគ្រប់ទៅបានមិនឲ្យកូនយំហ្នឹងដល់ពេលថែហើយត្បាញយកកបាស់ហ្នឹងត្បាញទៅជាជីពោមិនថាត្បាញមិនទេស្មាមិនចេះទេប៉ុន្តែកបាស់ហ្នឹងត្បាញទៅជាជីពោញោមត្បាញទៅជាជីពោហើយស្អាតបានមកឈុតរបស់ជីពោហ្នឹងញោមធ្វើខ្លួនឯងរហូតបានទៅជាជីពោមកលៀនញោមសម្រាប់ប្រគេនថ្វាយព្រះសម្មាសម្ពុទ្ធឲ្យតែព្រះអង្គមកដល់យកត្រៃជីវរដែលខំធ្វើដោយខ្លួនឯងហ្នឹងយកទៅថ្វាយព្រះអង្គតែម្ដងព្រះសម្មាសម្ពុទ្ធព្រះអង្គមកគង់នៅវត្តនិក្រូធិរាមហ្នឹងញោមតែព្រះអង្គមកគង់នៅវត្តនិក្រូធិរាមនាងប្រជាប្រទេសកូតមីគាត់យាងទៅជាមួយនឹងពីនំពីនាងអាម៉ាតអីផ្សេងចុះស្ដាច់ម៉ែស្អីស្ដាច់ធ្វើដំណើរទៅមិនដែលស្ងាត់ទេមែនទេញោមណោះប្រកាសជាមានអ្នកហែអ្នកហមអីជាបរិវារហើយយកត្រៃហ្នឹងយកទៅញោមយកទៅថ្វាយព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងវត្តនិក្រូធិរាមហ្នឹងព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យរបស់ព្រះនាងកូតមីថាពេលនេះព្រះនាងកូតមីកំពុងតែជ្រះថ្លាជាមួយតថាគតតែមួយអង្គឯងប៉ុណ្ណោះបើទង្វើនេះមានចាប់តាំងពីព្រះនាងទៅសាសនាតថាគតមិនអាចតាំងនៅគ្រប់ 5000 ព្រះវស្សាឡើយ
ព្រោះជ្រះថ្លាតែជាមួយតថាគតបើអត់ពីតថាគតទៅប្រកាសជាលែងមានអ្នកបរិស័ទជ្រះថ្លាជាមួយសាវកតថាគតដែរគឺតែជ្រះថ្លាជាមួយតថាគតអញ្ចឹងពនាងមកដល់លើត្រៃហ្នឹងខ្ញុំប្រដាប់ជីវរហ្នឹងហើយប្រសងដល់ហ្នឹង500ព្រះអង្គសិតតែព្រះអរហន្តទាំងអស់អូមិនដឹងអស់ចាប៉ុណ្អីទេកាលហ្នឹងមែនទេខ្ញុំណាស្ដាយណាកើតមិនទាន់បើកើតទាន់ថតប្រហោះឲ្យញោមមើលឲ្យណានៃម្ដងបើកើតអត់ទាន់ដល់ពេលពនាងចូលទៅដល់រៀបចំកន្លែងត្រឹមទៅលើកជីវរហ្នឹងថ្វាយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ជាមួយនឹងពនាងថាមនាលឧបាសិកាធ្វើទានជាមួយតថាគតមិនបានបន់ច្រើនដូចធ្វើជាមួយព្រះសង្ឃឡើយពុទ្ធព្រះអង្គត្រាស់អញ្ចឹងណាញោមអីញោមព្រះអង្គត្រាស់អញ្ចឹងមនាលឧបាសិកាធ្វើទានជាមួយតថាគតមិនបានបន់ច្រើនដូចជាមួយព្រះសង្ឃឡើយចុះសង្ឃមិនសងងជង្គមមិនប្រែថាម៉េចពួកក្រុមវងឃើញញោមអញ្ចឹងបងថាធ្វើទានជាមួយតថាគតមិនបានបន់ច្រើនដូចធ្វើជាមួយព្រះសង្ឃឡើយព្រះអង្គហៅខ្លួនព្រះអង្គតថាគតមិនដែលហៅអាត្មាទេណាញោមបាទអាត្មាហ្នឹងច្រើនលោកសាវកតថាគតហ្នឹងបានន័យតថាមិនគឺត្រូវអញ្ចឹងយល់ទេញោមយល់ទេហ្នឹងហើយតថាកតៈហ្នឹងណាបានន័យតថាអីគឺត្រូវហើយអត់ដែលថាលេងទេបាទអាត្មាមានពេលខ្លះថាលេងដូចកូនលោកអាត្មាអញ្ចឹងនាងឯងខំប្រឹងរៀនទៅពេលនាងឯងខំប្រឹងរៀនប៉កែយើងខ្លាយជាអ្នកចេះដឹងជាបណ្ឌិតជាបញ្ញវន្តអីចឹងទៅអាហ្នឹងថាលេងណាញោមប៉ុន្តែឲ្យលោកគិតដែរមិនមែនថាមិនចឹងទេនេះឯងប្រយ័ត្នណាតែធ្វើចឹងទៀតថ្ងៃក្រោយលោកគ្រូកាត់ដៃចោលអត់ដែលកាត់ទេតែថាហ្នឹងថាដើម្បីឲ្យគ្នាខ្លាចមែនទេញោមអញ្ចឹងបាននិយាយថាអាត្មាញោមអាត្មាញោមអាត្មាញោមដែរលើលោកនិយាយចឹងដែរហ្នឹងហើយអាឡូញោមអាត្មាពងរវល់ញោមអាត្មាប្រែតែមិនតែខ្លួនអាត្មាហ្នឹងប្រែតែខ្លួនចឹងអាត្មាបានតែខ្លួនអាត្មានេះអាត្មាបានតែពីគុណមុនណាអាត្មាតំណោះបានតែខ្លួនហ្នឹងតំណោះញោមប៉ញោមញោមខ្លះឆាតតាម Facebook គាត់មកថាប៉ញោមនេះគុណប៉កណារួចពាក្យហ្នឹងពាក្យថាចម្រើនប៉តែដល់វាកាត់ទៅវានៅត្រឹមហ្នឹងប៉អត់អីណៃ10ទៅប៉ញោមមិនបានអត់មិនបាយអត់ប៉អាចារ្យមួយផងប៉សូគាត់តែនិយាយចឹងប៉ហ្នឹងមិនមែនប៉គាត់ទេប៉មិនរួចទេខូចជាគេឲ្យទៅប៉មិនតែពាក្យថាចម្រើនប៉ហ្នឹងឲ្យសេចក្តីសុខចម្រើនហ្នឹងកើតមានដល់ញោមហើយមិនមែនចម្រើនពរហ្នឹងលីទេអូលោកចម្រើនពរបែបលីមែនទេមុនទៅប្រាប់តែអញ្ចឹងអាសុំចម្រើនពរជ័យញោមអញ្ចឹងណាចម្រើនពរហើយលោកក៏ថាថែមចម្រើនពរលីណាអញ្ចឹងមុនលីហ្នឹងឲ្យវាសុខចម្រើនដល់ញោមតែដល់សង្ខេបចឹងហើយដល់ញោមអត់យល់ទេអាត្មាមុនដឹកគុណទេហើយអាត្មាដែរអញ្ចឹងអាត្មាក៏ទទួលញោមទៅញោមអាត្មាក៏អាត្មាដែរយើងតែខ្លួនទាំងអស់គ្នាជួបច្រើនណាអាឡូដឹកគុណអាត្មាថ្វាយអង្គមមកក៏ចេះទៀតគាត់បួសដែរណអញ្ចឹងកណាចម្រើនពរញោមអញ្ចឹងយើងទៅវិញទៅមកអញ្ចឹងតែអាត្មាគឺខ្លួនដែរអញ្ចឹងបងច្រើនតែនិយាយខ្លួនបងថាតថាគតនិយាយពាក្យហ្នឹងធ្លាប់លើដែរធ្លាប់ស្ដាប់លោកទេលើដែរហ្នឹងហើយអញ្ចឹងមនាលបាសិកាធ្វើទានជាមួយតថាគតបានបុណ្យមិនច្រើនដូចធ្វើជាមួយសង្ឃឡើយនិយាយលើដែរហ្នឹងនាងដាក់ជីវរចុះហើយនាងខកចិត្តខ្លួនឯងណាញោមចង់អួលតាមទ្រូងនឹងចង់ចេញទឹកភ្នែកមករាវញោមហួសចិត្តស្រឡាញ់ដូចកូនបែកយូរឆ្នាំហើយបែកជាលើកទៅប្រកេនលោកថាអញ្ចឹងកុំធ្វើជាមួយអាត្មាអីកុំធ្វើជាមួយតថាគតអីធ្វើទានជាមួយតថាគតហ្នឹងណាបានបន់មិនច្រើនដូចធ្វើជាមួយសង្ឃឡើយអញ្ចឹងម្ដងទៀតគេលោកច្រឡំលើកទៅបាយម្ដងទៀតលើកទៅម្ដងទៀតព្រះអង្គត្រាស់អញ្ចឹងទៀតលើកថ្វាយម្ដងទៀតព្រះអង្គត្រាស់អញ្ចឹងទៀត3ដងយំហ្មងយំអើយអួលដើមទ្រូងយំហ្មងហើយមិនមែនសួរព្រះអង្គចិត្តដាច់ថាចិត្តដាច់ទេមកពីព្រះអង្គលោកមានកតញ្ញូតាធម៌ហ្នឹងបានចង់ឲ្យពលាហ្នឹងបានបនឲ្យច្រើនកុំឲ្យធ្វើជាមួយព្រះអង្គហ្នឹងណាញោមងាកទៅព្រះអនន្តចុះព្រះអនន្តត្រូវជាក្មួយគាត់ណាញោមក្មួយហ្នឹងក្មួយបកើទៅមិនក្មួយលេងអានន្តណាអានន្តជាដូនមួយប្រាក់ញោមសុំអានន្តណាជួយបំបព្រះអង្គផងឲ្យព្រះអង្គទទួលជីវរខ្ញុំកណាផងលោកម្ចាស់អានន្តអើយរៀបរាប់បដើកុំសត់បដើហើយព្រះអានន្តហ្នឹងក៏ពោលរៀបរាប់ទូលព្រះមានតែអានន្តនេះចំណិតព្រះនោះបបិទ្ធព្រះអង្គចាប់ពីមេដាព្រះអង្គសោយព្រះវិឡាល័យទៅនៅព្រះនាងកោតមីនេះចិញ្ចឹមបីបាច់ថែរក្សាតាំងពីអាយុបាន7ថ្ងៃមកព្រះអង្គហើយគុណរបស់ព្រះនាងធំដុំណាស់រៀបរាប់ណាញោមធំដុំណាស់ចាប់តាំងពីថ្ងៃនោះមកដល់ថ្ងៃនេះព្រះនាងស្រឡាញ់ព្រះអង្គណាស់ពុកព្រះអង្គដូចជាកូនបង្កើតសំបីតែមានកូនបង្កើតហើយក៏ព្រះអង្គមិនបានចិញ្ចឹមបីបាច់រក្សាដោយខ្លួនផ្ទាល់ឲ្យតែមេដោះហើយព្រះអង្គនៅតែបីបាច់ថែរក្សាព្រះរាជបុត្ររបស់ព្រះអង្គហ្នឹងគាត់ហ្នឹងរហូតមករៀបរាប់ពីគុណតម្លៃហ្នឹងហើយឲ្យព្រះនាងលើកប្រកេនដងទៀតព្រះអង្គត្រាស់ទៀតធ្វើទានជាមួយតថាគតបានបន់មិនច្រើនដូចធ្វើជាមួយសង្ឃឡើយឃើញទេញោមចឹងបានន័យថាហេតុអីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គយល់ថាធ្វើជាមួយតថាគតវាបានតែជាមួយតថាគតហ្នឹងឯងតែជាមួយព្រះសង្ឃវាអត់បាន
ហើយជាមួយព្រះសង្ឃវាបានបងវិចារជាងជាមួយតថាគតហើយសាសនាព្រះអង្គចឹងដែរបើមិនកាលនោះឲ្យជ្រះថ្លាតែជាមួយព្រះអង្គត្មងណាម្លេះសាវកអត់ទៅបួសទេគេអត់សូវនិមន្តមែនទេញាតិញោមគេមិនត្រូវការគេត្រូវការតែព្រះឥឡូវដូចសពថ្ងៃអញ្ចឹងបើប្រាប់ញោមថាញោមកុំជ្រះថ្លាតែជាមួយសេចក្ដីគាត់ណាលោកនេនក៏បានដែរអូសពថ្ងៃផងធ្វើបុណ្យរហូតដល់សេចក្ដីមែនទេញោមសំដែអាត្មាមិនមែនសេចក្ដីផងគេរកអាត្មាដែរណាគេថាអាត្មាលោកធំដែរណាមិនសេចក្ដីណាដល់ថ្ងៃហ្នឹងបើគេថាចង់បាននិគុណអីចេះតែគេថាចាំឲ្យលោកនេនទៅបានតែទេលោកនេនមិននិគុណដូចមិនសមទេអីចេះទៅចឹងបានន័យថាក្នុងសេចក្ដីនេះចង់បញ្ជាក់ថាកាលណាជ្រះថ្លាជាមួយនឹងព្រះសង្ឃលែងមើលបុគ្គលហើយបុគ្គលវាបានបន្តិចហើយយើងវិភាគទៅចំណុចនេះធ្វើទៀនជាមួយនឹងតថាគតគឺពុទ្ធតែម្ដងតែបានបនអត់ច្រើនដោយធ្វើជាមួយព្រះសង្ឃពុទ្ធណាមិនមែនសក្តិទេណាញោមអើយញោមតែបើតែសក្តិមិនទេបើពុទ្ធណាពុទ្ធជាមេរបស់សាសនាលើអីញោមព្រះពុទ្ធជាធម្មរីជាអ្នកសម្ដែងធម៌អ្នកបង្កើតសាសនាហ្នឹងអ្នកដើរតាមយើងហ្នឹងដើរតាមលោកហើយអ្នកឲ្យបង្កើតតែមានសាវកតែពុទ្ធថាបនបានមិនច្រើនដូចធ្វើជាមួយព្រះសង្ឃពុទ្ធហ្នឹងមិនសក្តិវត្តណាលើអីញោមចឹងកុំធ្វើបនរហូតដល់សក្តិពេកបានបនអត់ច្រើនដូចសង្ឃទេសង្ឃមិនប្រែថាម៉េចពួកក្រុមវងដូចគ្នាមែនទេញោមណាចឹងតាណាក៏ជាសង្ឃដែរគ្រាន់តែយើងបើអត់មានអរិយសង្ឃយើងមានត្រឹមតែសមាធិសង្ឃណាដូចសង្ឃឯងមានសមាធិព្រះសង្ឃនឹងអត់មានបានសម្រេចព្រះអរហន្តព្រះអរហន្តអីទេដល់ថ្ងៃនេះសង្ឃជាបុគ្គលជនជាសមាធិសង្ឃតែនៅតែជាសង្ឃដដែលមែនទេញោមណាគ្រាន់តែមិនមែនអរិយបុគ្គលទេតែជាសង្ឃចឹងហើយបើជ្រះថ្លាជាមួយនឹងសក្តិជ្រះថ្លាតែជាមួយលោកធំលោកតូចបានអីឃើញទេញោមហើយលោកតូចមកបួសបានអីហើយបើគេតែប្រកាន់អញ្ចឹងសាសនាព្រះអង្គទៅមុខមិនរួចណាញោមណាហើយព្រះអង្គសម្ដែងចេះដើម្បីបំផាក់ស្មារតីបរិស័ទដែលជ្រះថ្លាតែជាមួយពុទ្ធណាញោមណាជ្រះថ្លាតែជាមួយនឹងសាវកកពូលមិនជ្រះថ្លាជាមួយនឹងព្រះសង្ឃផ្សេងអញ្ចឹងព្រះអង្គបញ្ជាក់រឿងសង្ឃនេះបានបនច្រើនរាប់មិនអស់ណាញោមអញ្ចឹងបានស្មារតីប្រាប់ញោមថាអូព្រះសង្ឃលោកមុនមកហើយនឹងដឹងវត្តណាសង្ឃទាំងអស់ណាញោមណាតែដល់ពេលដល់លោកកកដាមកហើយនឹងតែប្រាសាទនាងខ្មៅហើយមែនទេញោមមិនមែនកកដានៅចំបៃមនីណាមិនកកដានៅភពវត្តអង្គសង្ឃណាអញ្ចឹងតែលោកកកដានៅវត្តប្រាសាទនាងខ្មៅហើយបើថាព្រះសង្ឃមកអូមិនដឹងវត្តណាព្រោះសាវកពុទ្ធមកហើយមែនទេញោមយល់ទេញោមយល់ទេបញ្យល់អញ្ចឹងហើយបានពលាងនោះគាត់នឹងកើតចិត្តជ្រះថ្លាវិញណាញោមកើតចិត្តជ្រះថ្លាទៅអោណអញគឺបានន័យថាក្នុងចំណុចដែលអាត្មាអញជ្រះថ្លាជាមួយពុទ្ធនេះគឺប្រកបជាបានបុណ្យមិនច្រើនទេអញ្ចឹងបានដាក់ធុរៈពីពុទ្ធទៅបានបន្តធ្វើទានជាមួយនឹងសាវកបន្តមកសាវកបន្តមកប្រគេនព្រះសិរីបុត្រប្រគេនព្រះមុគលានប្រគេនព្រះអរហន្តនេះបន្តមករឿងរ៉ាវនឹងមានបន្តទៅមុខទៀតច្រើនណាស់មិនអាចរៀបរាប់ឲ្យអស់បានទេច្រើនណាស់គ្រាន់តែជាមួយនឹងព្រះសង្ឃគឺបានបុណ្យច្រើនជាងជាមួយនឹងបុគ្គលណាញោមណាជាមួយព្រះសង្ឃណាបានបុណ្យច្រើនជាងជាមួយនឹងបុគ្គលបើធ្វើជាមួយបុគ្គលបានបុណ្យមិនច្រើនដូចធ្វើជាមួយព្រះសង្ឃឡើយលឺទេញោមអញ្ចឹងរាល់ទានទាំងអស់ដែលញោមមានដូចស្មារតីប្រាប់ញោមអញ្ចឹងលើកឡើងមកសូមប្រគេនជាមួយនឹងព្រះសង្ឃណាញោមណាកុំប្រគេនលោកកកដាប្រគេនចំពោះព្រះសង្ឃអីក៏ដោយនេះបាកាសហ្នឹងក៏ដោយមកដបមកកំប៉ុងទៅគណៈសូមប្រគេនចំពោះព្រះសង្ឃកុំប្រគេនថ្មអញ្ចឹងបើប្រគេនចំពោះព្រះសង្ឃអត់មានអាឡ័យទេហើយអត់មានទើសចិត្តទេតែបើប្រគេនលោកកកដាទើសចិត្តលើដូចមិនសមប្រគេនលោកកកដាសោះមកកំប៉ុងហីគឺទើសចិត្តទេញោមទើហ៎ទើទេដូចមិនសមប៉ុន្តែបើសិនតែយើងតែមកកំប៉ុងនេះមិនប្រគេនសង្ឃទេមិនប្រគេនកកដាប្រគេនចំពោះព្រះសង្ឃណាញោមណាសង្ឃអញ្ចឹងសង្ឃអត់ណាក៏សង្ឃឆាន់ដឹងបើដឹងប្រគេនសង្ឃហើយបន្តិចក៏ត្រូវសង្ឃច្រើនក៏សង្ឃបន្តិចក៏សង្ឃអត់អីក៏មិនខ្វល់អញ្ចឹងប្រគេនហ្នឹងគេហៅថាប្រគេនចំពោះព្រះសង្ឃសំខាន់ខ្លួនឯងហ្នឹងវាបានបងខ្លួនឯងកុំតម្រូវចិត្តលោកញោមលោកជាស្រែតាជាស្រែបនតែបើយកអាឡ័យតម្រូវចិត្តលោកធ្វើបនអត់កើតទេព្រោះអីលោកនេះធំលោកនេះតូចលោកនេះខ្ពង់ខ្ពស់លោកនេះអត់មានទេលោកសង្ឃអត់មានខ្ពង់ខ្ពស់អត់ទេសង្ឃគឺសង្ឃទាំងអស់លឺអីញោមមានអីប្រគេនហ្នឹងទៅចង់ប្រគេនអីប្រគេនកុំទៅចិត្តអត់ល្អហើយទៅវាអត់ស្លំដូចហ្នឹងមិនទេខ្លាចតែលោកអន់ចិត្តនឹងឆានកើតអត់ហើយដូចច្រឡអញ្ចឹងដល់លោកចូលចិត្តអត់ចូលចិត្តដឹងថាប្រគេនបើដាក់អង្គព្រីមិនប្រគេនទៅខ្លាចទៅលោកនឹងឆានងាប់អីលោកហ្នឹងមិនអាហ្នឹងមកខ្លាចតែបើត្រូវមកច្រឡធម្មតាអីកុំទៅសំខាន់យកមានអាហ្នឹងធ្វើអាហ្នឹងបើយកមានប៉ុណ្ណឹងមែនទេញោមណាអូឲ្យធ្វើម៉េចបើមានត្រឹមច្រឡហ្នឹងឲ្យធ្វើម៉េចឲ្យកណាធ្វើម៉េចស្រួលចាមានប៉ុណ្ណឹងប្រគេនប៉ុណ្ណឹងទៅមានអីត្រូវទៅមែនទេញោមណាបើមានទឹកតែម្ដងហើយធ្វើម៉េចចឹងប្រគេនទៅម្ដងចំពោះសង្ឃហ្នឹងទៅអង្គណាអង្គទៅចំពោះសង្ឃអត់មានទៅចិត្តអីទេណាញោមណាចឹងបានបនច្រើនព្រោះធ្វើសង្ឃទានសង្ឃទានបានបនច្រើនរាប់មិនអស់អនុមោទនីតែប៉ុណ្ណឹងចប់បាត់ហើយមានអីដល់51នាទីណាញ៉ាំទៅវត្តផងអាទិត្យនឹងច្រើនណាញោមណាប៉ុណ្ណឹងចុះនឹងការសម្ដែងធម៌ទេសនាប្រហែលប៉ុណ្ណេះនឹងលោកខ្វះខាតយ៉ាងណាញាតិញោម20ទោសហើយសូមប្រគេនបុណ្យកុសលគុណចាស់គ្រប់ព្រះអង្គជូនបុណ្យកុសលញោមញាតិបានសុខចម្រើនគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនីអាយ៉ាងសង្ឃពេលអ្នកសមត្ថធម៌ទេសនាចប់ប៉ុណ្ណេះអេវ៉ាំង